ទឹកហូរពីហ៊ុនហើយរយៈពេលជិត1ម៉ោងយើងយកប្របីឯកតកម្មកន្លែងនេះបានមាត់លូកន្លែងនេះដែលខំធ្វើពីណាពីណីមកវានៅទើកន្លែងហ្នឹងវា2លូកន្លងមកវាបាត់កន្លែងហ្នឹងអស់ហើយទឹកគោកហ្មងបើដល់បើសមុទ្រហ្មងអានេះបើសមុទ្រយកហ្មង2គ្រាប់2ម៉ែត្រកន្លះដើរបានតែមួយហៀងឯងអាមួយហៀងហ្នឹងបើបានតែមួយកន្លែងនេះទៀតអញ្ចឹងតែយើងបណ្ដាឲ្យលិចពីខាងលើហ្នឹងគឺនៅអញ្ចឹងដល់យើងទាំងអស់គ្នាហ្នឹងកាប់មើលអស់ហ្នឹងចាប់ដើមមើលអស់ហ្នឹងហូរអូខ្លាំងទឹកtôiមានតែខ្នើយមានតែភួយទៀតមានភួយទៀតភួយដល់កតែ1ម៉ោងទៀតស្រកអស់ពីលើមកវាប្រប្រាស់ទឹកហ្នឹងចង្អៃហ្នឹងរហូតទៅដល់ហ្នឹង6ម៉ែត្រហើយបដ ாய்នេះ8ម៉ែត្រអើយម្ចាស់ថ្លៃអាហ្នឹងឯងដៃកលទឹកអាហ្នឹងកលទឹកអញ្ចឹងទឹកបានតែប៉ុណ្ណេះហេបើសិនជាគាត់ធ្វើអាហ្នឹងឲ្យវាទៀបឲ្យដល់បាតអាហ្នឹងល្អហ្មងបើថាជួយឲ្យអីចឹងទៅមកថ្ងៃហ្នឹងគ្រាន់តែថាប្រជាពលរដ្ឋលោកខមមិនកន្លែងហ្នឹងច្រើនពេកណាខមមិនទៅច្រើនពេកអញ្ចឹងខ្ញុំឆ្លោយនឹងការងារហ្នឹងថាហ្នឹងតែប្រប្រាស់ទឹកថ្មកន្លែងហ្នឹងយើងត្រូវយកអាថ្មហ្នឹងចេញដើម្បីឲ្យទឹកវាស្រក់មើលគ្រាន់តែប៉ុណ្្នឹងស្រក់ទឹកអស់ស្រក់ច្រើនណាហ៊ីងអស់ហ្មងមើលណាឃើញអញ្ចឹងយើងត្រូវលើកអាថ្មហ្នឹងចោលបើមិនលើកទេគ្រោះថ្នាក់ទឹកវានៅតែលិចដដែលហ្នឹងទោះជាយើងយកអាអ៊ិចមកក៏ចូលអត់រួចអីអត់រួចទេយើងចូលអត់រួចទេអញ្ចឹងខ្ញុំចង់យកអាថ្មហ្នឹងចេញបើយើងអត់យកថ្មហ្នឹងចេញទេអាចរ៉ន់ទឹកហ្នឹងវាទប់ទឹកវាអស់ស៊ីអស់6ម៉ែត្រពីក្នុងមកមាត់បលាយវាអស់6ម៉ែត្រមកអញ្ចឹងអាមាត់បលាយរបស់យើងនេះវាធំណាស់អស់4 10ម៉ែត្រកាលណាយើងអាមាត់បលាយនឹងវាតូចអាទឹកវាហូរបានតែប៉ុណ្្នឹងគឺតខ្ញុំយកដីយកស្មៅយកអីអស់ទៅទឹកហូរខ្លាំងមែនតើឥឡូវដើរលើនេះបានហើយតែមកសន្ទុះទៀតល្ងាចខ្ញុំមកឃើញច្បាស់កន្លែងមកកន្លែងហ្នឹងគឺច្បាស់កន្លែងមកហើយឃើញអានោះវាប្រព័ន្ធលូរបស់គេ5ម៉ែត្រ2ខ្សែ2ប្រឡោះប្រឡោះនោះវាងាប់បាត់ហើយស្មៅដុសឡើងពេញដុសផងសម្រាមផងយើងយកអានឹងចេញអស់ហើយយើងយកចេញអស់អញ្ចឹងយើងត្រូវទៅយកអានឹងចេញអស់ដើម្បីឲ្យវាដំណើរការវាអត់មានដើរបានមួយហៀងហ្នឹងបានតែ2ទឹកទេបានតែ2ទឹកឥឡូវយើងបើក2ម៉ែត្រកន្លះបានណាគឺគាត់ថាបើកវូទឹកខាងនេះស្រកច្រើនមែនទេទឹកនេះស្រកហូរលឿនហ្មងប៉ុន្តែនេះវានៅហ្នឹងទេនៅអាកន្លែងនោះវាទៀបឃើញតិចទៀតវាបាំងទឹកទៅអាហ្នឹងវាលោតទៅដល់នោះមិនដឹងថាយ៉ាងម៉េចធ្វើជាលបងឬខ្ញុំអត់យល់មែននេះបច្ចេកទេសសំណងដល់ឃើញវាទៅអញ្ចឹងអស់ហលីងហើយអើយអ្នកស្រុកខ្ញុំអើយអញ្ចឹងយើងដល់ទាំងអស់គ្នានឹងចូលរួមបានបន្លាយយើងធំឈប់ឆ្នាំក្រោយឈប់លេខឈប់អីហើយបើយើងអត់ចេះថែអាសាអត់មើលខុសត្រូវទេបន្លាយនឹងវានៅដដែលឆ្នាំក្រោយវាលេខដដែលណាព្រោះយើងអត់មានគិតថាតើត្រូវធ្វើយ៉ាងម៉េចដោះស្រាយជាមួយគ្នាឥឡូវយើងចាប់ដើមដោះស្រាយយើងចាប់ដើមមើលកន្លែងណាដែលវាកកស្ទះទឹកវាអត់ហូរអាទឹកនឹងយុត្តិធម៌ណាឲ្យតែទៀតវាហូរទៅហើយគ្មានដឹងថាអ្នកតូចអ្នកធំអីណាទេដឹងតែទៅហូរទៅទៀតហូរទៅអ្នកហ្នឹងហើយដាក់ចូលទម្លាក់ចូលមកតមកឯងជួយអុយមកតាជួយអុយមកទៅលើកឡើងលើលោកឲ្យកប់មកលោកឲ្យកប់ទៅអីគេមកទាញមើលស្អីគេហ្នឹងអូបាលីប្រយ័ត្នមានតំណប់ទេណាប្រយ័ត្នមានតំណប់ហើយប្រយ័ត្នទៅដល់មានប៉ុណ្ណឹងមិនងាប់ចែកជាមួយយាយបងបានមានប៉ុណ្ណឹងចាក់3 10ផាយមកអូដល់កនេះមើលលើកទីមើលអូអានេះមិនមែនបាលីទេដល់កមើលលើខ្ពស់ទីមើលដល់កនេះនេះអានេះទប់លើកខ្ពស់មកអើយអានោះខោមែនទេកណាត់មើលមកអើយសំពូកទៀតអូយម្ចាស់ថ្លៃមើលទឹកហូរគេគ្រាន់តែហើយ2ហ៊ុនទឹកហូរ2ហ៊ុនហើយរយៈពេលជិត1ម៉ោងយើងយកប្របីឯកតកម្មកន្លែងនេះបានមាត់លូកន្លែងនេះដែលខំធ្វើពីណាពីណីមកវានៅទើកន្លែងហ្នឹងវា2លូកន្លងមកវាបាត់កន្លែងហ្នឹងព្រោះអានោះបើកតែមួយទេបានតូចទៀតវា2ម៉ែត្រកន្លះបើកប្រហែលជាបានតែកន្លះម៉ែត្រទេឥឡូវយើងយកទាំងអស់5ម៉ែត្រឃើញទាំងអស់នេះឃើញទឹកហូរទេឃើញទឹកហូរខ្លាំងហើយជួមុខឲ្យអាដាមខួងសេងអាបារីត្រីភ្នំពេញហើយជួមុខឲ្យឧបនាយករដ្ឋមន្ត្រីសាយសំអាលឧបនាយករដ្ឋមន្ត្រីដែនដីហើយអាដាមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃដែលលោកគ្រប់គ្រងខ្ញុំពេញភឹងឥឡូវយកប្រពេចឯកតកម្មនេះដែលកកស្ទះដីផងសម្រាប់ដែលយើងយកមកមិញយើងយកខាងលើហើយជួមុខឲ្យថ្នាក់ដឹកនាំទាំងអស់សូមអរគុណបងប្អូនអ៊ំពូបងទាំងអស់ដែលបានចូលរួមពិសេសបងអូននេះក
កុំមើលស្រានៅលើទាំងអស់គ្នានេះអូនបងនេះហើយតែជួយធ្វើឲ្យយើងស្អាតនៅមុខផ្ទះយើងស្អាតផ្លូវយើងហើយនឹងស្អាតជាងគេនេះទឹកលេងហូរលេងស្ទះលេងអីអស់ហើយលូគេធំណាស់មុំដែលយើងរកប្របីឯកតកម្មខ្ញុំរកគ្រប់មធ្យោបាយទាំងអស់យើងទាំងអស់គ្នាចឹងសូមជួបមុខឲ្យសាលាខណ្ឌពោធិ៍សែនជ័យលោកអភិបាលខណ្ឌពោធិ៍សែនជ័យសូមអរគុណពូទាំងអស់បងប្អូនទាំងអស់ទាំងនៅខាងលើទាំងអស់ឲ្យសូមអរគុណប្រជាពលរដ្ឋយើងទាំងអស់គ្នាបងឥឡូវយើងសាកវាយអ្នកវាយកន្លែងនឹងមួយចង់សាកមើលវាយក្បាលមុខវាយកន្លែងនឹងមើលយកអាធំឯងមើលក្បាលវាយលើទូអាហ្នឹងមកធ្លាក់រឿងប៉ុនកន្តិនលើហេណូទុំស្រួលធ្វើដាក់ក្នុងទឹកវាចូលវាយដាក់លើទូនោះអស់វាយកើបចូលផងវាយកើបអត់ទេពូឲ្យចូលវិញពូឲ្យចូលជួយកើបអញ្ចឹងអានេះបាក់អូអានេះអញ្ចឹងគេធ្វើអញ្ចឹងធ្វើមកបាក់ដល់បាក់អត់គិតរឿងប្រមូលចេញទុកឯងនៅនឹងបណ្ដោយអត់មានធ្វើមិនទៀតទេឥឡូវឃើញផ្ទាំងកន្លែងហ្នឹងគឺដោយសារអញ្ចឹងឲ្យតែប្រជាពលរដ្ឋគ្រប់គ្រងខ្ញុំអាលើមេឃក៏វាយបានដែរលើមេឃផ្លាកសញ្ញានៅថ្ងៃច័ន្ទបងប្អូនចាំមើលអាដាក់អសរបរទេសនៅពីលើមេឃកុំថាប៉ាងឌីដាកាត់អត់ដល់ហើយនៅក្នុងទឹកឯងកុំថាលាក់លៀបចិត្តអត់ចិត្តទេអំពើល្អទៅវិចឃើញចិត្តអស់ហើយអំពើល្អរបស់ប្រជាពលរដ្ឋនេះញញួរប្រជាពលរដ្ឋមកវាយអញ្ចឹងណាអានេះគេហៅថាញញួរប្រជាពលរដ្ឋក្នុងទឹកក៏វាយលើគោក៏វាយទីទៀតលើមេឃក៏ដាក់ដែរនៅលើមេឃគឺផ្លាកសញ្ញាអសរបរទេសដែលដាក់ឲ្យនៅលើថ្ងៃច័ន្ទប្រាប់ថាថ្ងៃច័ន្ទទៅតាមយកក្នុងទៀតបងប្អូនយើងចាំមើលថ្ងៃច័ន្ទអាផ្លាកសញ្ញាបរទេសនៅលើមេឃលើអីហ្នឹងតែកាត់ចេញអស់តាមកាត់យកអស់ចូលប្រជាពលរដ្ឋគ្រប់គ្រងហើយទាំងអំយ៉ាងនេះហើយខ្លាចអីវាយដាក់សឡងអានេះសឡងប្រជាពលរដ្ឋទៀតអាញួរប្រជាពលរដ្ឋទៀតបងប្អូននេះសិតតែចេញពីប្រជាពលរដ្ឋឥឡូវដាក់ទៅផុយដែរអត់ជួយលើកគ្នាសិតឯងមកដែរជួយខ្ញុំជួយកាន់ហើយតោះចំណងមកហើយជួយអានេះមួយទៀតវាយប្រឆិតទៅកុំឲ្យវាយទាំងអស់មកទឹកស្រក់យកអស់លីងមកនេះយកនេះមួយទៀតនេះយកមកផ្ទាំងនេះទៀតទឹកស្រក់ទៅនេះទុកធ្វើឲ្យទឹកថ្ងៃហ្នឹងតែមកស្រក់អស់ហើយបាទព្រោះយើងបើកអានោះពីរហ្នឹងស្លើដាក់លើហ្នឹងមកនេះមកដល់ដឹងស្អីខ្លះទេមើលគ្រាន់តែប៉ុណ្្នឹងមើលហូរមកទាសិតផ្លែសិតអានោះទៅខ្ញុំទាទាមួយទាមកចុះអានឹងខ្សែភ្លើងមកពីណាបើសបោខ្សែកាបទប់មកមើលខ្សែម៉ែនបងទៅតែពូជួយទីខាងនេះមើលអូនេះតែសត្វទីខាងនេះវិញមកជួយទីខាងនេះវិញចាកុំមកតោះ